ជំរាបសួរបងប្អូនអរគ្នាបាទថ្មីហ្នឹងប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំគាត់បានបិទក៏ដូចជារឹតបន្តឹងវីសាចូលមកក្នុងសហរដ្ឋអាមេរិកសម្រាប់ប្រទេសចំនួន43នៅលើពិភពលោកណាហើយដែលក្នុងហ្នឹងក៏មានប្រទេសខ្មែរយើងផងដែរហើយអញ្ចឹងទៅក៏មានបងប្អូនខ្មែរយើងខ្លះគាត់បានសួរមកខ្ញុំដោយសារតែគាត់ភ័យបារម្ភក៏ដូចជាគាត់មានសំណួរមានចម្ងល់ថាគាត់ភ័យថាខ្លាចគេបិទលែងឲ្យប្រជាជនខ្មែរចូលមកអាមេរិកអីចឹងណាហើយចឹងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងធ្វើការបកស្រាយបាទជាការពិតគឺអញ្ចឹងមែនដូណាល់ត្រាំគាត់បានចេញក្រឹត្យប្រធានាធិបតីក្នុងការបិទក៏ដូចជារឹតបន្តឹងនៅវីសាចំពោះប្រទេសចំនួន43ដែលគាត់បានលុបកាលពីដូចថាលុបពីក្រឹត្យរបស់ប្រធានាធិបតីមុនជូបៃដិនណាហើយរឿងបិទហើយនឹងរឹតបន្តឹងនេះវាមិនមែនជាលើកទី1ទេកាលពីជំនាន់គាត់ឡើងកាន់តំណែងជាប្រធានាធិបតីអាណត្តិមុនហ្នឹងក៏គាត់បិទដែរគាត់បិទប្រទេសដូចជាជាង10បាទប្រទេសនៅលើពិភពលោកណាអត់ឲ្យចូលមកអាមេរិកដោយសារគឺប្រទេសដែលភាគច្រើនគឺប្រទេសដែលកាន់សាសនាអ៊ីស្លាមណាដោយសារគាត់គិតថាអ្នកប្រទេសទាំងអស់ហ្នឹងគឺចូលមកដើម្បីបង្កជាអសន្តិសុខភារវកម្មផ្សេងៗក្នុងសហរដ្ឋអាមេរិកហើយអញ្ចឹងឥឡូវដល់ពេលដែលចូលបៃដិនឡើងមកចូលបៃដិនលុបអាក្រឹតនឹងចេញបាទលុបក្រឹតនឹងចេញណាដល់តែពេលឥឡូវចូលមកអាណត្តិរបស់គាត់ដាក់អានឹងចូលទៅវិញហើយបន្ថែមប្រទេសចំនួនមួយចំនួនទៀតអញ្ចឹងណាឲ្យចូលនៅក្នុងបញ្ជីហ្នឹងអញ្ចឹងសំដៅសួរថាតើហេតុអីបានជាគាត់ធ្វើរឿងនឹងឡើងបាទហើយក្នុងហ្នឹងគឺវាមានប៉ះពាល់អីខ្លះដល់ប្រទេសខ្មែរយើងអញ្ចឹងណាបាទការពិតនៅក្នុងក្រឹត្យហ្នឹងគឺគេបានបញ្ជាក់ឲ្យថាប្រទេសដែលគេបិទឬមួយក៏គេរឹតបន្តឹងហ្នឹងគឺគេចែកចេញជា3ផ្នែកណាទី1គេហៅថាជាពីប្រទេសដែលនៅក្នុងគេហៅថា category ពណ៌ក្រហមពណ៌ក្រហមហ្នឹងគឺបិទបដ ாய் បាទគឺអត់ឲ្យចូលមកទេអត់ឲ្យចូលមកហ្មងអត់ឲ្យចូលមកក្នុងប្រទេសសហរដ្ឋអាមេរិកទេក្នុងហ្នឹងគឺរួមមានប្រទេសដូចជាអាហ្គានីស្ថានរួមមានគូបាហើយនិងប្រទេសកូរ៉េខាងជើងនេះជាដើមបាទហ្នឹងហើយនៅក្នុង category ទី2គេហៅថាជា category ពណ៌ orange បាទពណ៌ទឹកក្រូចអញ្ចឹងពណ៌ទឹកក្រូចហ្នឹងគឺអត់បិទទេតែគ្រាន់តែថារឹតបន្តឹងបែបណាគឺមានន័យថាដំណើរការក្នុងការសុំវីសាស្នើសុំវីសាចូលក្នុងសហរដ្ឋអាមេរិកហ្នឹងគឺត្រូវបានសួរនាំដូចថាច្រើនកលៈច្រើនសារអីចឹងណាបាទហ្នឹងហើយវីសា category មួយចំនួនក៏ត្រូវបានបិទដែរដូចថាអត់ឲ្យបិទគេហៅថាលក្ខណៈវីសាទេសចរវីសាមករៀនក៏ដូចជាវីសាដូចថាផ្សេងមួយចំនួនទៀតអញ្ចឹងណាប៉ុន្តែគេបើក category ខ្លះដូចជាប្រភេទវីសា business ឬមួយក៏វីសាជាមកជាលក្ខណៈការទូតផ្សេងអញ្ចឹងទៅដែលក្នុងហ្នឹងគឺរួមមានដូចជាប្រទេសឡាវរួមមានប្រទេសភូមាហើយនិងប្រទេសរុស្ស៊ីជាដើមបាទហ្នឹងនៅក្នុង category ទី2ណានៅក្នុងគេហៅថា category ពណ៌ទឹកក្រូចបាទដោយឡែកប្រទេសខ្មែរយើងគឺនៅក្នុង category ទី3ទេបាទនៅក្នុង category ទី3ពណ៌លឿងបាទគឺបានសេចក្តីថាអត់រឹតបន្តឹងអត់ហាមឃាត់ទេក៏មិនរឹតបន្តឹងខ្លាំងដែរក៏ប៉ុន្តែរឹតបន្តឹងតិចតួចបាទរឹតបន្តឹងតិចតួចការពិតទៅបើសិនជានិយាយឲ្យងាយស្ដាប់ទៅ category ទី3នេះគឺដូចតែអត់រឹតបន្តឹងដូចតែគ្នានឹងបងប្អូនគ្រាន់តែថាវាគេចិត្តថាដូចថាយើងធ្វើតិចតួចគេមានកំណត់ចំនួនវីសាដែលចូលមកក្នុងសហរដ្ឋអាមេរិកអញ្ចឹងណាឧទាហរណ៍ថាវីសាទេសចរគេកំណត់ប្រមាណវីសា EB3 វីសា DV វីសាប្រភេទមករៀនអញ្ចឹងគេកំណត់ប្រមាណអញ្ចឹងណាហើយអាហ្នឹងគឺវាក៏មិនជារឿងថ្មីដែរព្រោះពីដើមមកក៏គេមានកំណត់អញ្ចឹងដូចគ្នាដែរអញ្ចឹងនិយាយសរុបឲ្យខ្លីមកវិញមកថាវាមានប៉ះពាល់អីគេដល់ប្រទេសខ្មែរយើងអត់ចម្លើយនោះគឺវាមិនប៉ះពាល់ទេបាទវាអត់មានប៉ះពាល់អីទេដោយសារតែខ្មែរយើងនិយាយមួយម៉ាត់ទៅថាយើងអត់មានកន្លងមកយើងអត់ធ្លាប់មានប្រជាជនដែលដូចថាធ្វើអីដែលតាក់ទងជាមួយនឹងធ្វើឲ្យអាមេរិកប៉ះពាល់ដល់សន្តិសុខសង្គមនៅក្នុងសហរដ្ឋអាមេរិកអីចឹងណាពីព្រោះអ្វីដែលហេតុផលដែលសហរដ្ឋអាមេរិកគេធ្វើក្នុងការក្នុងការរឹតបន្តឹងឬមួយក៏បិទអត់ឲ្យវីសាចូលក្នុងសហរដ្ឋអាមេរិកហ្នឹងគឺហេតុផលចម្បងសំខាន់ជាងគេហ្នឹងគឺហេតុផលពង្រឹងសន្តិសុខនៅក្នុងសហរដ្ឋអាមេរិកព្រោះបងប្អូនដឹងហើយដូចថានៅកូរ៉េខាងជើងឬមួយក៏នៅអាហ្គានីស្ថានឬមួយក៏នៅប្រទេសយេមែនផ្សេងអញ្ចឹងទៅគួយបាផ្សេងសិតតែប្រទេសកុម្មុយនីសណាបាទប្រទេសកុម្មុយនីសអញ្ចឹងអ្នកដែលចូលមកក្នុងប្រទេសសហរដ្ឋអាមេរិកទាំងអស់ហ្នឹងភាគច្រើនឲ្យតែចូលមកគឺច្រើនបកជាភាវរកម្មប
បកជារឿងអសន្តិសុខអីផ្សេងអញ្ចឹងណាអញ្ចឹងដើម្បីកុំឲ្យរឿងទាំងអស់ហ្នឹងវាកើតឡើងអញ្ចឹងគឺបិទហ្មងឲ្យចូលមកកូរ៉េខាងជើងគួយបាអាហ្គានីស្ថានហើយនឹងមានប្រទេសមួយចំនួនទៀតគឺឲ្យចូលហ្មងដោយឡែកនៅក្នុង category ទី2បាទ category ទី2ហ្នឹងគឺគេគ្រាន់តែរឹតបន្តឹងក្នុងហ្នឹងគឺអត់ឲ្យមករៀនអត់ឲ្យមកទេសចរឬមួយក៏អត់ឲ្យមកដូចថាមានមកលក្ខណៈអីផ្សេងទៀតអញ្ចឹងណាដោយសារអីគេដោយសារតែសហរដ្ឋអាមេរិកមើលឃើញថាកន្លងមកគឺអ្នកដែលនៅក្នុងប្រទេសទាំងអស់ហ្នឹងរួមមានភូមារួមមានឡាវរួមមានអីហ្នឹងគឺចូលមកដូចថាដំបូងគឺគ្រាន់តែឲ្យកូនសិស្សមករៀនទេដល់តែពេលមករៀនអញ្ចឹងទៅក្រោយមកទៅគឺបកជារឿងអសន្តិសុខអីផ្សេងបកជារឿងភេរវកម្មឬមួយក៏បកជាទុះទណ្ឌអីផ្សេងទៀតអញ្ចឹងណាអញ្ចឹងដើម្បីកុំឲ្យឈឺក្បាលគឺរឹតបន្តឹងមកដល់បាទលែងឲ្យមានវីសាទាំងអស់ហ្នឹងហ្មងតែគ្រាន់តែថាមិនមែនថាផ្ដាច់ទាំងអស់ទេគឺនៅតែឲ្យចូលមកអញ្ចឹងបើសិនជាករណីថាចូលមកលក្ខណៈការទូតឬមួយក៏ចូលមកវិនិយោគទុនផ្សេងណាបាទហ្នឹងគឺវាបែបហ្នឹងហើយតម្លៃសម្រាប់ប្រទេសខ្មែរយើងស្ថិតនៅក្នុង category ទី3បាទគឺគេហៅថាជាពណ៌លឿងអញ្ចឹងពណ៌លឿងគឺវារៀងស្រាលទេគ្រាន់តែថាដូចថានៅពេលដែលយើងមកអញ្ចឹងទៅយើងត្រូវការសុំវីសាជាមុនសិនដូចថាមិនមែនចូលមកស្រួលណាត្រូវសុំវីសាត្រូវគេសួរនាំអញ្ចឹងទៅគ្រាន់តែថាគេមិនសូវចរិតតាំងខ្លាំងប្រមាណទេអញ្ចឹងនិយាយសរុបឲ្យខ្លីមកថាវាមិនសូវជាប៉ះពាល់អីធ្ងន់ធ្ងរទេដល់ប្រទេសខ្មែរយើងដោយសារតែយើងដូចខ្ញុំបាននិយាយអញ្ចឹងណាយើងអត់មានធ្លាប់បានធ្វើអីរឿងធ្ងន់ធ្ងរអីដល់សហរដ្ឋអាមេរិកធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសុខភាពនៅក្នុងសហរដ្ឋអាមេរិកទេហើយអ្វីដែលសហរដ្ឋអាមេរិកของធ្វើនេះគឺគ្រាន់តែចង់បង្ការពារប្រទេសគេឲ្យរួចឲ្យមានសុខសន្តិភាពសុខសុវត្ថិភាពតែរបស់ខ្លួនឯង